សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះណាខ្ញុំចង់បង្ហាញគ្នាតាក់ទងជាមួយនឹងការប្រើប្រាស់នៅ massive page នៅក្នុង Laravel ណាអូខេតោះអូខេនេះជា content របស់យើងគឺ massive page ហើយគ្នាធ្លាប់រៀនពី PHP ចឹងនៅក្នុង PHP គ្នាយើង design នៅ template layout មួយមកហើយគ្នាយើងចាប់ផ្ដើមកាត់អង្កត់វាទូចៗដើម្បីយកវាទៅក្នុង file មួយទៅហើយ include វាមកប្រើវិញអូខេដោយឡែកនៅក្នុង Laravel គ្នាយើងអត់ចាំបាច់កាត់ផ្នែកទូចៗទេមានន័យយើងចាប់ផ្ដើមធ្វើ page master page មួយឬក៏ធ្វើpage ដំបូងមួយបំផុតណាគេធ្វើ default page មួយឲ្យស្អាតមកហើយយកវាហ្នឹងធ្វើជា master page តែម្ដងចឹងគ្រប់ page ដែលចង់បាន layout ដែលដូចអា page ដំបូងដែលយើងចង់បានហ្នឹងគឺយើង extend យកពី master page ហ្នឹងយកមកប្រើមកអូខេហើយអូខេហើយនៅក្នុងចំណុចនៅក្នុង master page នៅក្នុងទីតាំងណាដែលគ្នាយើងគិតថាជាចន្លោះទំនេរដែលគ្នាយើងចង់ឲ្យគេ add code បន្ថែមបានណាអូខេចឹងយើងអាចបើក GL ចន្លោះចំហចោលនៅកន្លែងហ្នឹងមួយទៅចឹងពេលដែលយើង extend ចេញពី master page មកយើងអាចបើក GL block GL ហ្នឹងសរសេរបានណាអូខេចឹង block GL ហ្នឹងគឺជា section នៅក្នុងកូននៅក្នុង child page charter page ដែល extend ចេញពី master អូខេចាំបន្តិចទៀតខ្ញុំ demo ឲ្យគ្នាយើងមើលអូខេចឹងមិញយើងបានបង្កើតនៅ master page មួយទៅហើយយើងអាច extend វាមកហើយនៅក្នុង GL មួយហ្នឹងគឺចន្លោះទំនេរដែលយើងចង់ឲ្យគេ add code បានហ្នឹងអូខេចឹងយើងអាចបើក section ឈ្មោះ GL ហ្នឹងមកអូខេតោះអញ្ចឹងខ្ញុំសូមចូលទៅអនុវត្ត code តែម្ដងទៅអូខេអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបាន design នៅ home page មួយដែលខ្ញុំធ្វើតែជា HTML ធម្មតាណាអូខេអញ្ចឹងនៅក្នុង home page របស់ខ្ញុំមាន div ធំមួយមកអូខេហើយនៅក្នុងនោះខ្ញុំមាន div menu ខ្ញុំមាន div content ហើយ div footer អញ្ចឹងណាអូខេហើយនៅលើនេះខ្ញុំមាន CS សរសេរកូដបន្តិចអញ្ចឹងទៅដែលខ្ញុំបង្កើតវាជា template មួយទុកប្រើរួមអូខេហើយខាងលើនេះមើលពីលើ menu ខ្ញុំអត់មានបានសរសេរអីខ្ញុំគ្រាន់តែដាក់x1 មួយចោលហ្នឹងជាគ្នាអាចខាងលើនឹងអាចដាក់ជា banner ជា slide show ជាអីបន្ថែមតាមចិត្តរបស់យើងណាអូខេអញ្ចឹងដើម្បី run project បានជាគ្នាត្រូវវាយគេ php artisan serve អូខេអញ្ចឹងយើង run project ហើយអញ្ចឹងយើង run default port របស់យើងអូខេអញ្ចឹងនៅក្នុងហ្នឹងយើងបានបង្កើត route មួយដើម្បី call នៅ abc view របស់យើងណាអូខេ home គេអញ្ចឹង select home មកគឺវា return នៅ view របស់យើងហើយអូខេអញ្ចឹងនេះគឺជា template ដែលខ្ញុំចង់យកវាធ្វើជា template ទេចាំមានថាគ្រប់ view ទាំងអស់ខ្ញុំត្រូវ extend ចេញពី file master page មួយនេះអូខេអញ្ចឹង master នេះខ្ញុំគ្រាន់តែ design ប៉ុណ្ណឹងណាអូខេតោះអញ្ចឹងអានេះខ្ញុំសន្មតថាវាគឺជា master ចុះអូខេអញ្ចឹងដើម្បីបង្កើតវាជា master អូខេយើងបង្កើត directory មួយមកអូខេចាំមានខ្ញុំបង្កើត folder master អានេះគឺជាឈ្មោះ folder ណានេះដើម្បីបង្កើត folder គ្នាអាចចុចកន្លែងហ្នឹងមកណាអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបង្កើត folder ហើយខ្ញុំអាចបង្កើត file មួយខ្ញុំដាក់ឈ្មោះថាអូខេ layout មកអូខេ layout.blade.php អូខេអញ្ចឹងខ្ញុំយកអាកូដនេះទាំងអស់ហ្នឹងទៅអូខេកូដហ្នឹងណាអូខេខ្ញុំយកទាំងអស់ហ្នឹងយកទៅដាក់ចូលតែម្ដងអូខេអញ្ចឹងឧទាហរណ៍ថានៅក្នុង block នេះបើសិនជាគេចង់ add menu ឬក៏គេចង់ធ្វើការងារអីបន្ថែមទៀតឬក៏ content នេះអូខេ content ហ្នឹងណាអូខេអញ្ចឹងខ្ញុំចង់ឲ្យគេ add content ចូលខ្លួនឯងបានតែមែនតើយើងអត់មានត្រូវដាក់នេះទេអូខេតែខ្ញុំគាត់ថាញុកវាចោលនឹងចោះអូខេយើងអាចបើកគេ add GL ចោលអូខេ add GL អញ្ចឹងខ្ញុំដាក់ថា content អូខេអញ្ចឹងនៅក្នុង GL content អាចបើកចោលនឹងមកអូខេ advertise ដូចគ្នាខ្ញុំអាចបើក add GL នៅក្នុង advertise អូខេអញ្ចឹងអានេះគឺជាឈ្មោះណា adv អញ្ចឹងគ្នាចង់ដាក់អីក៏បានដែរអូខេនៅក្នុង footer នេះអញ្ចឹងបើគ្នាគិតថាអូខេយើងចង់ឲ្យគាត់ add អីចូល footer បានសម្រាប់ខ្លួនគាត់អញ្ចឹងយើងអាច add GL នៅកន្លែងហ្នឹងទៀតក៏បានដែរអញ្ចឹងអាច add GL បានគ្រប់ទីតាំងអូខេអញ្ចឹងដាក់ឈ្មោះ GL មកណាអូខេ footer អូខេគ្នាគិតថានៅក្នុង project របស់យើងនៅក្នុង file ខ្លះគាត់ចង់ add JavaScript link JavaScript link អីអូខេអញ្ចឹងយើងអាចបើកនៅក្រោមហ្នឹងឬក៏នៅក្រោមនេះមួយទៀតក៏បានដែរសេចចិត្តដែរអញ្ចឹងទៀតខ្ញុំអាច add GL នៅកន្លែងនេះទៀតអញ្ចឹងខ្ញុំបើកចន្លោះទំនេរអូខេខ្ញុំដាក់ថា JS អញ្ចឹងខ្ញុំបើកចន្លោះទំនេរដើម្បីឲ្យគាត់អាច add JavaScript នៅចន្លោះហ្នឹងបានអូខេដូចនឹងលើនេះទៀត
kể trong bà sân chỉ khi trong quạt bà style sheet link style sheet rồi có thua ca nghe ấy luôn ấy nhé ok anh đi design nhầm sẽ xây internal style sheet đó nè mình tên tới dân thử dọc style nó tự sẽ xây nơi external style sheet hay link vô một bên nhé anh đi khi nhầm chờ toàn đấy nhầm sẽ xây nơi internal chẳng tới kể trên này cái này nhầm ai bài chia một tiền kể add chia lắm CS tiền bàn CA trên này không cho lót đấy quạt ai link CA link JavaScript link ấy của bạn này sẵn chặt vào quạt á ok chân nhầm vô code tầng off nè nhầm khát về chính dùng một đại viên này không layout tay ok đời xa nên không đi bây giờ mấy cư dân tay hai thay interface với bàn bài nắng á ok chứ nhầm vô code mình nắng vô về tự đại này không layout bằng master page ok chân nó không page ABC bây giờ từ refresh cứ lên miền ấy để sao giờ bạn sẽ code ấy đó ok vì thực tế này vì phải lại ngay ok chắc em trong ban layout mình đang cho một pra cho nên thấy thử mấy thì mùi extend trên pi master bây giờ mùi ghế ok mua layout dot ok âm nhận dot đấy nè đã thấy mua một bài này ok con tay layout bây giờ mình sẵn đây con ghế ok nè layout bây giờ sẵn đây con folder master trên thời đại ghế đã folder bị một ok folder bây giờ mua master khi ai pra slash che các bạn này pra dot các bạn mùi nào các bạn nữa slash chặt ok ok chân bà sân chia nhầm tới tay mơ sẵn ta layout với nhóm ai extend như một pra bạn này ok chắc extend với nhóm layout với nhóm nhưng mà extend trên máu nè ok chắc nó có nông advertise cái lại này rồi gọi cái lại content rồi gọi cái lại advertise á sẽ tạm miên nhiều rồi mà pra này ok chân cái lại content vì thử dụ mối về viên ca nghiệp xem một việc ở trên những thời bạn mày section ok đã mua máu ok chẳng đi cứ cái lại chia robot content á ok chắc mua content nơi cái non master page cái đại diện còn thay để dân cho sẽ câu châu diễn cứ những bài nơi section hay đại mua về màu đấy bài section theo tại end section về cái end section ưu tiên ra nhâm trong từ xe echo nơi ti tăng này thì nhâm trong bạn theo bỏ chỗ thì miền thì ấy cái rồi có thì đi cái thì ấy các bạn thì đi các bạn sẵn chưa cái thật thì ấy cái bây giờ nhâm đã tha ấn number th student okay student th class sẽ chết đấy nè ok nhưng còn tại test cháu này th phone cái chương trình kia try từ bậc cao đấy cái ok thì mình tiết ok ok nhóm trong lấy nó nhóm trong cho xe loop tuần này tầm đó nhóm trong đặt ở trên đọc record món à cái nhóm ảnh bạn add for cái xin tạo bảo vía ai xong mà mối ok ai tổ chiên risma đó ai bột ok hai miền á dân thời mấy miền phó dân thời án for một mình for loop đó ok cho nên loop đấy nhóm ai repeat nơi tình này bây giờ bà này thì ok chân repeat mùi record anh tới chân loop mà chúng trên mà record loop mà chúng trên mà record này cái id thì ra cái lấy này đã ai cho món đó vừa mà chúng với can muối á cái gì đã ai cho cái thì đi mới tiết student ném cái này em đã tha student hai nhậm đã ai cho được cái này chân với tranh lệnh mùi vì lại bây là lệnh đọc bây giờ á ok hai mới tiết ta class bảo quản class đã lệ cho đi kia trên class lệnh mua đi pin lại bay lên kia mà ok chẳng thì đi mới tiết phone number thì là trên zone cao 4 cao sắp trên đỉnh 4 hai anh ấy cứ nhầm ai với trên ai được kia để trong một sân dân từ refresh mới đó nên là ABC bây giờ đừng trên bàn chạy ok trên bàn chạy ok chẳng bà sân chị dương miên view thay mới tiết xem mẹ call layout nâng đi kia ok tai content về trên đi kia này ok chẳng nhom thời ca và cả view thay mới tiết ok thì là nhom miên view ní cho chẳng view ní nhom cả thái theo view hello đó nhưng mà cả thái nhưng bọn mình thời ca sẽ ấy những con tại extend trên pi master page mà
okay អញ្ចឹង extend master page មិញគឺស្ថិតនៅក្នុង page នៅក្នុង folder master dot layout មក អូខេអញ្ចឹងយើងបានlayout របស់ master មកហើយអូខេអញ្ចឹងបាន layout របស់ master ដូចនៅក្នុងabout នេះអញ្ចឹងដូចនៅក្នុង ABC នេះអញ្ចឹងអូខេអញ្ចឹងខ្ញុំសូមតែបង្កើត route ថ្មីមួយទៀតដើម្បី call view hello របស់យើងអូខេអញ្ចឹងអានេះទៀតថាខ្ញុំហៅ view អីគេអូខេ hello ចុះអូខេ hello អញ្ចឹងវាទៅហៅ view របស់យើង hello អូខេអញ្ចឹងខ្ញុំទៅតេស្តនៅលើ hello មួយទៀតអូខេខ្ញុំសូម copy ហ្មងណា copy path ទៅ tab មួយទៀតហើយអានេះខ្ញុំហៅ hello អូខេអញ្ចឹង hello ក៏មាន content ក៏មាន layout ដូចគ្នាដែរនេះអូខេព្រោះនៅក្នុង route ទៅ function ហើយ return controller របស់យើងគឺ hello ហើយនេះ hello ដែលយើងបានបង្កើតមិញអូខេអញ្ចឹងយើងចង់បាន content ផ្សេងពី page មួយនេះអូខេអញ្ចឹង page មួយនេះខ្ញុំអាចបើក section ដែរអូខេ section របស់ content អូខេព្រោះខ្ញុំត្រូវការ add content ចូលណាអូខេ content យើងមានបើកត្រូវគ្នាយើងដាក់អីគេ and section មកវិញ and section អូខេតាគ្នាយើងសរសេរអីក៏បានដែរកន្លែងនេះទៀតថាខ្ញុំសរសេរ h2 អូខេ welcome to hello page អីចុះអូខេហើយខ្ញុំសរសេរមកបន្ទាប់ទៀត h3 អូខេ good luck everyone អូខេចឹងបើសិនជាខ្ញុំទៅ refresh អូខេបើសិនជាខ្ញុំមក refresh ចេះចឹង content របស់ hello គេ view hello គឺ content នេះអូខេដោយឡែក content របស់ABC view របស់យើងមិញគឺយើងមាន table ចឹងមានន័យថាយើងមាន layout មួយដោយឡែកអ្វីដែលខុសគ្នាគឺខុសគ្នា content ឬក៏ទីតាំងណាដែលយើងចង់ add CSS add អីទៀតអញ្ចឹងណាអូខេឧទាហរណ៍ថានៅក្នុង layout របស់យើងនេះយើងមាន add GLCS នេះអញ្ចឹងនៅក្នុងនេះយើងចង់បើក GLCS សរសេរទៀតក៏បានដែរអូខេយើងអាចបើកមក add section អូខេ add section របស់យើងគឺ CSS អូខេអញ្ចឹងបើក section CSS ត្រូវ add section ហ្នឹងមកវិញអូខេ add section អញ្ចឹងនៅក្នុងនេះគ្នាយើងចង់សរសេរអីក៏បានដែរនេះអូខេអញ្ចឹងបើក style sheet សរសេរបន្ថែមទៀតក៏បានដែរអញ្ចឹងខ្ញុំចង់សរសេរ style ឲ្យ h2 អូខេបានអូខេ color ចុច2 yellow ចឹងខ្ញុំនឹងដូរពណ៌ឲ្យអានេះរបស់យើងអូខេតោះយើងទៅ refresh មើលអូខេខ្ញុំទៅ refresh មើលណាអូខេអញ្ចឹងដូរពណ៌បានអូខេអញ្ចឹងសួរថានៅក្នុងនេះបើមាន h2 ដូរហ៎វាដូរទេដោយ content នេះអានេះគឺយើងប្រើ h2 ណាអូខេនេះគឺអត់ដូរទេដោយសារអីយើងបាន add GL យើងបើក GL section យើងបើក GLCS នៅក្នុង master page សម្រាប់ឲ្យគេ extend យកទៅប្រើមានថាគេអាចសរសេរ code ខ្លួនឯងនៅកន្លែងហ្នឹងជាណានៅក្នុង page មួយនេះឬក៏នៅក្នុង view មួយនេះគេបានសរសេរ code CS add ចូលកន្លែងហ្នឹងអញ្ចឹងវាដើរតែនៅក្នុង view ហ្នឹងទេនេះបើសិនយើងនិយាយពី master page អូខេអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញ master page គឺជា layout ដែលគ្នាយើង develop ឬក៏ design មកហើយស្អាតហើយគ្រប់ page ទាំងអស់គាត់ចង់យកវាទៅប្រើអូខេចង់យកវាទៅប្រើគឺយើងអាច extend ចេញពី master ហ្នឹងមក master page របស់យើងណាគឺ layout ដែលយើង design ហ្នឹងដោយឡែកនៅក្នុង master អូខេគេមាន add GL អូខេ add GL គឺជា block ទំនេរដែលគ្នាយើងអាចបើកដែលអាចកូន page ដែល extend ចេញពី master ហ្នឹងទៅបើក section GL ហ្នឹងសរសេរ code ចូលនៅក្នុងហ្នឹងហ្មងដូចកន្លែង content នេះអញ្ចឹង content មែនតើទៅគឺ layout វាដូចគ្នាទេអ្វីដែលវាខុសគ្នាគឺខុសគ្នា content អញ្ចឹង content គឺត្រូវតែមាន add GL សម្រាប់ឲ្យគេបើក content ហ្នឹងសរសេរអញ្ចឹងបើគេនៅក្នុង view មួយនេះគេបើក content ហ្នឹងគឺគេបើក section របស់ content ហ្នឹងមកហើយគេ add content មកគេចូលអូខេដោយឡែក view ថ្មីទៀតអូខេអញ្ចឹង view ថ្មីទៀតគ្នាត្រូវបើកsection content នឹងដូចគ្នាហើយ add content ថ្មីចូលដល់ខ្លួនឯងអញ្ចឹងមានថា content គឺវា dynamic តាម page ផ្សេងគ្នាអូខេអាហ្នឹងបើយើងនិយាយពី master page ណាអូខេដោយឡែកដើម្បីextend ឬក៏ include ដូចនៅក្នុង PHP ក៏បានដែរអូខេឧទាហរណ៍នៅក្នុង master នេះខ្ញុំអាចបង្កើត file ថ្មីមួយទៀតខ្ញុំដាក់ថាbanner dot blade dot php
cái trên nó không banner này nhưng admin sẽ xây ấy thì ra nhưng sẽ xây câu đặt tàu hộp hiệp ở tiếng này cái chân LC như thể thơ mạch cái LC nhưng anh sẽ xây mấy asset cái chân bảo dương sẽ xây asset viên đừng load tại đó folder public nè cái chân folder public vì miền viên đừng load mà đòn đấy nè asset cứ chỉ built-in functionในក្នុង Laravel នៅពេលដែលយើងប្រើ asset វានឹង load មកដល់វានឹង filter មកដល់ folder public នៅក្នុង project Laravel របស់យើងហ្មង folder ហ្នឹងណាអូខេអញ្ចឹងយើងធ្វើការ access មកកាន់folder img មាន sponsor.jpg មួយនេះអូខេអញ្ចឹងខ្ញុំអាចហៅរូបភាពមួយហ្នឹងយកមកប្រើបានអូខេអញ្ចឹងយើង load មកដល់ folder public ហើយអញ្ចឹងយើងក៏គ្រាន់តែដាក់ឈ្មោះ folder img/ អូខេ sponsor .jpg អូខេអញ្ចឹងរូបហ្នឹងវានឹងអាចហៅទៅប្រើបានដែរអូខេអញ្ចឹងបើសិនជាខ្ញុំចង់ហៅរូបភាពហ្នឹងយកទៅប្រើអញ្ចឹងរូបភាពហ្នឹងគឺវាស្ថិតនៅក្នុង file banner នេះអូខេអញ្ចឹងនៅក្នុងនេះខ្ញុំអាចឧទាហរណ៍នៅកន្លែង content នេះខ្ញុំចង់ឲ្យចេញរូបហ្នឹងមកក៏បានដែរបើរូបហ្នឹងវាមិនមែនគ្រាន់តែជារូបមួយផ្ទាំងណាមានន័យថានៅក្នុងហ្នឹងវាមានកូដអីខ្ញុំអាច include វាមកក៏បានដែរ include យើងគ្រាន់តែ add include ចឹងមកអូខេហើយដាក់ឈ្មោះវាមកអូខេអញ្ចឹង file របស់យើងត្រូវដាក់ឈ្មោះគេ banner ដោយ like banner វាស្ថិតនៅក្នុង folder អញ្ចឹងហ៎ដោយសារ view hello របស់យើងនៅខាងក្រៅនេះអញ្ចឹងត្រូវចូលទៅកាន់ folder master សិនអញ្ចឹងយើងដាក់ master មក dot អូខេ dot ក៏បាន slash ក៏បានដែរអូខេអញ្ចឹងបើសិនយើងទៅ refresh នៅក្នុង hello វានឹងចេញ file មួយនឹងមកនេះដោយសារ file របស់យើងធំណាអូខេខ្ញុំចូលទៅដាក់ width ឲ្យវាទូចបន្តិចអូខេខ្ញុំកំណត់ width ឲ្យវាបន្តិចណាអូខេមែនតើយើងប្រើ class របស់ bootstrap ទៅគឺវាទូចហើយតែដោយសារនេះខ្ញុំអត់បានធ្វើអីវាណាអូខេអញ្ចឹងបើយើងមក refresh វិញអូខេខ្ញុំ refresh មកចេញ hello មកនេះអូខេចេញfile hello របស់យើង view hello របស់យើងគឺ load រូបភាពមកហើយចេះសួរថាអានេះមានទេអូខេអានេះអត់មានទេតោះណាអូខេអញ្ចឹងមកទៀតអាហ្នឹងខ្ញុំចង់បានដែរនៅក្នុង view ABC របស់យើងខ្ញុំចង់បានដែរអូខេអញ្ចឹងយើង include ទៅដូចគ្នាមកអូខេ include អាហ្នឹងណាអូខេ include ចូលមកអូខេចង់ដាក់នៅទីតាំងណាក៏បានដែរតែខ្ញុំចង់ដាក់នៅទីតាំងនេះអូខេនៅពីលើ table ណាអូខេអញ្ចឹងអានេះ200វាទូចបន្តិចខ្ញុំយកដល់400ចុះអូខេបើយើង refresh អញ្ចឹងយើងចូលទៅកែនៅក្នុង file banner អញ្ចឹងនៅក្នុងនេះវាចេញអូខេសួរថានៅក្នុងនេះចេញទេចេញ refresh មកគឺដល់ដូចគ្នាអូខេដោយ like បើសិនជានៅក្នុង file នេះ file ដែលគេទាញទៅយកទៅប្រើនេះគ្នាចង់ទៅសេអី x3 អូខេ good lux អញ្ចឹងនៅក្នុង file ដែល extend ចេញទៅនេះដែល include វាចេញទៅអូខេអញ្ចឹងវានឹង affect ទៅទាំងអស់ហើយមានតែយើងកែតែមួយឯងគឺដូរទៅទាំងអស់តែម្ដងមានតែវាថែមទៅទាំងអស់តែម្ដងអានេះដោយសារ content របស់ខ្ញុំបានប្រើ fix អូខេអញ្ចឹង content របស់យើងអាចដូរទៅlayout របស់យើងណាអូខេព្រោះខ្ញុំ design ដំបូងមកខ្ញុំដាក់កម្ពស់អញ្ចឹងយើងអត់មានត្រូវដាក់កម្ពស់ទេវាត្រូវដាក់ធ្វើម៉េច auto អូខេអញ្ចឹង auto មកហើយនៅក្នុង content របស់យើងក៏អត់មានត្រូវការកម្ពស់ដែរវាត្រូវធ្វើម៉េច auto អញ្ចឹងអានេះក៏ដូចគ្នាដែរ lab ហើយ advertise ហ្នឹងណាគេកម្ពស់វាត្រូវរីករួមតាម content ដែលយើង add ចូលអូខេអញ្ចឹងខ្ញុំកែអាហ្នឹងបន្តិចដើម្បីកុំឲ្យវាចេញមើលទៅវាដាច់អត់ស្អាតណានេះវាដាច់អានេះវាធ្លាក់មកអូខេអញ្ចឹងខ្ញុំ refresh មកអូខេអញ្ចឹង content របស់យើងគឺវារីករួមតាមអញ្ចឹងណាហើយយើងត្រូវ design អានេះថែមបន្តិចបន្តួចព្រួលហើយគ្នាត្រូវសេរីបន្តិចបន្តួចមកណាអូខេអូខេអញ្ចឹងការងាររបស់យើងមានប៉ុណ្ណឹងគឺរបៀបនៃការប្រើប្រាស់នៅ master អូខេអញ្ចឹង master គឺជា file មួយដែលយើង design layout មកស្អាតហើយទុកឲ្យ file ផ្សេងៗគេ extend យកទៅប្រើអូខេនៅក្នុង master page គ្នាត្រូវតែ add yield អូខេដូចនៅក្នុង CSS បើយើងគិតថា file មួយណាក៏មានសិទ្ធអាច add file ផ្សេងបន្ថែមទៀតបានណាគេយើងត្រូវបើក yield នៅកន្លែងហ្នឹងអូខេនៅទីតាំងកូដរបស់យើងនៅក្នុង template ឬក៏ layout របស់យើងណាបើយើងគិតថាទីតាំងណាដែលត្រូវការឲ្យគេ add code add អីចូលណាអូខេគ្នាត្រូវបើក yield អញ្ចឹងដើម្បីសរសេរ code ឬក៏ add code ចូលនៅកន្លែងហ្នឹងបានអញ្ចឹង file មួយដែលយើង extend ចេញពី master ត្រូវតែបើក section ដាក់ឈ្មោះរបស់ yield
អូខេដោយ like បើគ្នាយើងបង្កើត file ថ្មីមួយទៀតហើយគ្នាយើងចង់ include វាក៏បានដែរអញ្ចឹង include វាស្តៀងគ្នាជាមួយនឹងការងារនៅក្នុង PHP មានតែយើងយក source code ហ្នឹងយកមក add ចូលកន្លែងហ្នឹងតែម្ដងអូខេអរគុណច្រើនគ្នាយើងសូមអនុវត្តទាំងអស់គ្នាហើយកុំភ្លេចជួយ subscribe វីដេអូរបស់ខ្ញុំផង